mình đăng chỉ cam pia rư co giang na phục mai bom ôn xạ sờ mai mơ mơ bà côn pikaจากbayเนี่ยcôn miên buồnเนี่ยpika bayเนี่ยbà bom ôn khơi hay cài mau pliếng pikaแต่มาดองta một đai ở phục rơi chỉnh châmแบบน่ะcứ rơi chỉnh châm ma chỉ vứt bà rồi bỏ quạt cứ tha tăng bị tôi mau rồi hốt đó chỉ vật trong cào chân khơi tha mà đai ở phục bà rắp râu chỉnh châm côn đời meta thua bà vận tay mà đăng chỉ cột miền cam ấy ban chia một cơ chắc cầm nát mau từng óc nít chỉ bom ôn ấy pika từng óc nít tiết phục mai bom ôn bật chia anh đất mền tên bom ôn ban khơi video ní bà anh đất khmei bà xôm trôi rùm bà chia sẻ chia chặt lá có đôi chia từng đọc cô ai phụ quạt ban bao phong phụ quạt ọt ban hộp bài tê ọt che hộp bài tê cứ ban phật tay từng đọc cô tay bẩn nọ bà bây giờ mật phục mai bom ôn từng óc nít khơi hai bà khmei từng pi nè ní bà cứ quạt cơn một pikaហើយក្នុងគ្រួសាររបស់គាត់នឹងគឺម្ដាយឪពុកមិនមែនប្រាប់ថាតែ2ទេគឺ3នាក់បាទកូនរបស់គាត់ទាំងអស់4ប៉ុន្តែកើតមកហ្នឹងគឺ3នាក់គឺពិការទៅហើយដូចបងប្អូនបានឃើញអញ្ចឹងគឺថាគ្នាដេកអញ្ចឹងរហូតបងប្អូនគឺត្រូវការមើលថែពីឪពុកម្ដាយហើយមួយទៀតគឺគាត់ចេះហូបបាយទេគឺគាត់ហូបបានតែទឹកដោះគោអញ្ចឹងតើតែមានទឹកដោះគោហូបរហូតទៅគាត់បានស្អែតបានអីអញ្ចឹងទៅបាទបងប្អូនឃើញហើយសភាពពួកគាត់បាទគឺថាអាណិតមែនទែនបាទមិនដឹងជាមានកម្មពីអីកើតមកក្នុងគ្រួសារតែមួយហើយពីការដូចគ្នាទៀតហើយពីការទាំង3នាក់បាទក្នុងនោះម្ដាយឪពុកក៏ក្រីក្របាទម្ដាយខំធ្វើការរោងចក្រឯឪពុកនៅមើលថែកូនបាទដើម្បីអីដើម្បីគិតថាកូនហើយបើសិនជាចាក់ចេញចោលគាត់ក៏មិនកើតបាទក្នុងនាមជាឪពុកម្ដាយអញ្ចឹងហើយគាត់ខំប្រឹងតស៊ូទោះបីជាយ៉ាងម៉េចយ៉ាងម៉ាក៏មិនបោះបង់កូនចោលដែរប៉ុន្តែក្នុងនោះគាត់ក៏សំណូមពរដល់មហាជនបាទអាណិតដល់កូនគាត់បើសូមជួយជាទឹកដោះគោផងព្រោះពួកគាត់អត់ចេះញ៉ាំបាយទេគឺទឹកដោះគោគឺឆុងឲ្យគាត់ញ៉ាំរហូតអញ្ចឹងទៅហើយបងប្អូនឃើញហើយសភាពគាត់នេះគឺអត់និយាយរួមទៅអត់ដើរកើតទេពីការសភាពតែម្ដងគឺពីកំណាត់មកគឺពីការតែម្ដងមើលបងប្អូនឃើញហើយសភាពរបស់គាត់នេះគឺទុនល្មើយបើតាមការឲ្យដឹងពីឪពុកគាត់គឺគាត់ទុនល្មើយមកគឺថាក្រោកអត់រួចបាទដេកបានតែកាប់មុខអញ្ចឹងទៅអញ្ចឹងមើលទៅកំសត់មែនតើណាបងប្អូនអញ្ចឹងពុកម៉ែបងប្អូនដែលបានឃើញវីដេអូខ្ញុំបាទបងមិចនេះបាទសូមចូលរួមបាទជាថវិកាបន្តិចបន្តួចបាទតាមសទ្ធាជ្រះថ្លាដើម្បីឲ្យគាត់បានទិញទឹកដោះគោឲ្យកូនគាត់បើផងបាទហ្នឹងហើយបងប្អូនឃើញហើយបាទពិតជាកំសត់មែនតើណាមិនដឹងជាកម្មពៀឬក៏យ៉ាងណាពុកម៉ែបងប្អូនសាក់ស្រមៃមើលបាទកូនពិការទាំង3នាក់កូនមាន4នាក់ពិការ3នាក់បាទបងប្អូនឃើញហើយកើតមកភ្លៀងពិការតែម្ដងតើម្ដាយឪពុកត្រូវចិញ្ចឹមបែបណាគឺត្រូវចិញ្ចឹមមកជីវិតបាទរបស់គាត់គឺថាតាំងពីតូចមករហូតដល់ជីវិតចុងក្រោយអញ្ចឹងឃើញថាម្ដាយឪពុកបាទរ៉ាប់រងចិញ្ចឹមកូនដោយមេត្តាធម៌បាទប៉ុន្តែមិនដឹងជាគាត់មានកម្មអីបានជាមកកើតចាប់កំណត់មកទាំងអស់គ្នាជាបងប្អូនហើយពីការទាំងអស់គ្នាទៀតពុកម៉ែបងប្អូនពិតជាអាណិតមែនទែនបងប្អូនបានឃើញវីដេអូនេះបាទអាណិតក្មេងៗបាទសូមចូលរួមបាទជាសទ្ធាជ្រះថ្លាក៏ដូចជាទឹកដោះគោឲ្យពួកគាត់បានបើផងពួកគាត់អត់បានហូបបាយទេអត់ចេះហូបបាយទេគឺបានផឹកតែទឹកដោះគោតែប៉ុណ្ណោះពួកគាត់គឺនៅភូមិចំបក់ប្រាសាទឃុំក្រាំងស្គៀស្រុកទឹកផុសខេត្តកំពង់ឆ្នាំង